បាទអញ្ចឹងសូមគោរពជំរាបសួរខ្ញុំចង់បង្ហាញពីរបៀបបដូរហ្វុងនៅក្នុង New Print Layout នៅក្នុងកម្មវិធី QGIS បាទអញ្ចឹងយើងឃើញថានៅពេលដែលយើង insert add legend ចូលមកក្នុង print layout របស់យើងឃើញថា font ជាភាសាខ្មែរហ្នឹងវាតូចមើលអត់ឃើញបាទអញ្ចឹងនៅទីនេះវាមានពីរជំរើសដែលយើងធ្វើពីប្រហែលថ្ងៃហ្នឹងគឺឃើញ font ដែលយើងយកទៅវាអត់ស្គាល់បាទអញ្ចឹងជាទូទៅគឺ font បើយើងអត់បានកំណត់វាទេវានឹងចាប់ default យក font ដូនពេញបាទអញ្ចឹងខ្ញុំចង់បង្ហាញរបៀបបដូរបាទអញ្ចឹងបដូរពីរផ្សេងគ្នាទី1ទៅក្នុង legend ទី2ជា add item ជា label នេះបាទអញ្ចឹងការបដូរ font គឺផ្សេងគ្នាឥឡូវខ្ញុំបង្ហាញរបៀបបដូរនៅក្នុង legend មុនបាទអញ្ចឹងដើម្បីបដូរយើងចុចលើ legend របស់យើងចុច right click បាទជ្រើសរើសយកពាក្យ item property នេះមកបាទអញ្ចឹងយើងបានធ្វើច្រើននៅក្នុងការជ្រើសរើសយក legend item យើងដែល item ណាដែលយើងមិនត្រូវការយើងដោះ tick ទៅហើយយើង remove ចុចសញ្ញាលេខដកទៅវា remove ហើយបាទអញ្ចឹងបន្តមកទៀតគឺយើងអាចដើម្បីងាយស្រួលមើលយើងអាចចុចសញ្ញាត្រីកោណខាងនេះដើម្បីឲ្យវាឡើងទៅលើបាទអញ្ចឹងយើងនឹងឃើញពាក្យ font and text formatting បាទឃើញទេបាទយើងចុចលើត្រីនឹងមកយើងនឹងឃើញពាក្យ legend title បាទ legend title នៅទីនេះគឺចំនួនប្រជាជនតាមខេត្តនៅខាងនេះបាទអញ្ចឹងឥឡូវខ្ញុំព្យាយាមដូរឲ្យមើលបាទអញ្ចឹង title font វានៅទីនេះ font គឺ title font យើងคลิกលើប៊ូតុង title font មកបាទអញ្ចឹងយើងឃើញពាក្យជាប់ font របស់ដូនពេញហ្នឹងបាទអញ្ចឹងយើងអាចវាយក៏បានយើងអាចរើសក៏បានបាទទីហើយឥឡូវខ្ញុំវាយខ្ញុំជ្រើសរើសយក font ខ្មែរ OS Moonlight បាទ OS Moonlight បាទឃើញទេអញ្ចឹងចេញ line មកហើយខ្ញុំคลิกមកខាងក្រោមបាទអញ្ចឹងឃើញវាបដូរឲ្យទេបាទអញ្ចឹងទំហំយើងអាចបដូរតាមនឹងទៀតទៅបាទបន្តមកទៀតយើងអាចបដូរមួយទៀតនៅក្នុងgroup heading នេះឬក៏ sub group heading នេះបាទអញ្ចឹងប្រជាជនចំនួនប្រជាជននៅខាងនេះគឺវាជា sub heading បាទអញ្ចឹងយើងអាចបដូរ font មួយទៀតទៅចុចលើ font មិញបាទអញ្ចឹងវានៅជាប់ដូនពេញយើងអាចបដូរវាទៅខ្មែរ OS បាត់ដំបងបាទយើងអាចរើស select រើសនៅទីនេះក៏បានបាទយើងអាចវាយក៏បានបាទខ្ញុំវាយខ្ញុំជិលទៅ scroll មើលបាទខ្ញុំខ្មែរ OS បាត់ដំបងបាទអញ្ចឹងវាតតែកុំព្យូទ័រយើងបាន install font ខ្មែរ OS បាត់ដំបងដែរបាទអញ្ចឹងណាបាទអញ្ចឹងពេលបដូរហើយវានឹងបដូរឲ្យឃើញទេអញ្ចឹងវាឃើញឡើងធំហើយបាទអញ្ចឹងពីទីសានៃការបដូរ font នៅ legend បាទអញ្ចឹងមួយទៀតខ្ញុំសូមបង្ហាញនៅក្នុងអានេះគេហៅថា label បាទក្នុង label ហ្នឹងអញ្ចឹងនៅក្នុង label ហ្នឹងគឺការបដូរ font វាខុសពី legend តិចយើងគ្រាន់តែ right click លើចំណងជើងនឹងទៅហើយចុច item property នេះមកបាទអញ្ចឹងអានេះគឺ font វានៅនឹងស្រាប់ទេបាទគឺមាន font ក្នុង appearance នេះបាទក្នុង appearance នេះវាមាន font បាទ font យើងអាចបដូរ font បាទបដូរ font ដូចមិញអញ្ចឹងបាទឃើញទេអញ្ចឹងវាជាប់ដូនពេញហ្នឹងយើងអាចបដូរជាបាទដូរទៅបាទខ្ញុំសូមឧទាហរណ៍ថាខ្មែរ OS Moonlight វិញ Moonlight ដដែលបាទMoonlight ដដែលអញ្ចឹងយើងคลิกមកខាងក្រោមមកអញ្ចឹងចំណងជើងនោះវានឹងបដូរឲ្យឃើញទេបាទអញ្ចឹងទូចធំនេះយើងសេរីតាមនឹងទៀតទៅបាទអញ្ចឹងបាទងាយស្រួលណាបាទអញ្ចឹងសូមអនុវត្តអស់នេះហើយសូមអរគុណបាទអរគុណច្រើន